សូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មឥតឈប់ឈរទាំងក្នុងនិងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋដែលរងការរំលោភបំពានពីកម្លាំងប្រដាប់អាវុធថៃក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិឲ្យកាន់តែរឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីជាក់ស្ដែងអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកំពុងបន្តដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីបន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅសិង្ហបុរីនិងនូវែលសេឡង់នៅសិង្ហបុរីនិងនូវែលសេឡង់ក្រៅតែពីការរឹតចំណងការទូតទ្វេភាគីជាមួយរដ្ឋាភិបាលនីមួយៗបញ្ហាសន្តិសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកដែលជាក្តីកង្វល់រួមក៏ជាប្រធានបទដ៏សំខាន់នៃជំនួបពិភាក្សាក្នុងនោះការវិវត្តថ្មីៗនៃស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃត្រូវបានលើកយកមកពិភាក្សាយ៉ាងស៊ីជម្រៅអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានថ្លែងអំណរគុណប្រទេសជាមិត្តចំពោះការគាំទ្រកម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីធានាសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅឯប្រទេសនូវែលសេឡង់និងអូស្ត្រាលីដែលបានពំនាំនៅការសួរសុខទុក្ខពីសំណាក់ព្រះករុណាព្រះមហាក្សត្រពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជូនចំពោះសហគមន៍ខ្មែរនៅក្រៅប្រទេសផងដែរការនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីយកចិត្តទុកដាក់និងក្តីកង្វល់របស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋខ្មែរពោលគឺទាំងអង្គព្រះមហាក្សត្រទាំងថ្នាក់ដឹកនាំនិងមិនដែលបោះបង់បងប្អូនជនរួមជាតិណាម្នាក់ឡើយបើទោះបីជាបងប្អូនរស់នៅទីណាក៏ដោយក្រោមស្មារតីថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគឺជាផ្នែកមួយនៃមហាគ្រួសារខ្មែរអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានជម្រាបជូនពួកគេអំពីអត្ថប្រយោជន៍ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីតាមគ្រប់មធ្យោបាយទាំងអស់រួមមានមធ្យោបាយការទូតនយោបាយសាធារណមតិនិងផ្លូវច្បាប់ដែលជាមធ្យោបាយសន្តិវិធីស្របតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនភ្លេចការត្រៀមខ្លួនផ្នែកយោធាដើម្បីប្រើសិទ្ធិការពារខ្លួនប្រមុខការទូតកម្ពុជាក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលបានលើកទឹកចិត្តនិងគាំទ្រយ៉ាងមុតមាំចំពោះវីរៈកងទ័ពជួរមុខដ៏អង្អាចក្លាហាននៃយើងនៅក្នុងប្រទេសនេះវិញរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នឹងតាមដានរាល់សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនិងបានតវ៉ាភ្លាមៗចំពោះរាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាក់ស្ដែងកាលពីថ្ងៃ13ខែមិនិនាឆ្នាំ2026ការតវ៉ាផ្លូវការត្រូវបានធ្វើម្ដងទៀតទៅកាន់ភាគីថៃដោយប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះសកម្មភាពសាងសង់សំណង់នានាដែលមានលក្ខណៈជាការពង្រឹងទីតាំងយោធានិងស៊ីវិលនៅក្នុងទីតាំងដែលខ្លួនបានដណ្ដើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធាហើយបានទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពអស់ទាំងនេះនិងងាកមកគោរពឲ្យបានពេញលេញនៅសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិជ្រាបថារាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការពារបូរណភាពទឹកដីនិងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីនៅក្នុងប្រទេសបងប្អូនជនភៀសសិកគឺជាអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីជួយសម្រួលជីវភាពនិងការរស់នៅរបស់ពួកគេទាំងបងប្អូនជនភៀសសិកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញនិងទាំងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយនៅក្រៅប្រទេសប្រជាពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ាក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខសុវត្ថិភាពរបស់ពួកគេខណៈដែលជនជាតិខ្មែរនៅក្នុងបណ្ដាប្រទេសផ្សេងទៀតក៏មិនត្រូវបានបំភ្លេចនោះឡើយទាំងអស់នេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្ដែងតាមគ្រប់រូបភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដីនិងការពារសុខសុវត្ថិភាពប្រជាជនដែលជាអត្ថប្រយោជន៍ខ្ព
ពោះបំផុតរបស់រាជរដ្ឋាភិបាលអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលបានឯកភាពគ្នាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅរាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ